Và sự sấy này đọc nàyនៅក្នុងវីដេអូនេះយើងនិយាយពីការ upgrade OS នៅក្នុង Megatick router របស់យើងអញ្ចឹងដើម្បីធ្វើការ upgrade បានយើងត្រូវ download អញ្ចឹង download package របស់វាមកតមកយើងធ្វើការ upload ដោយប្រើ Winbox បន្ទាប់មកវានឹងធ្វើការ reboot system របស់យើងហើយដើម្បី download package ថ្មីបានវា download នៅក្នុង megatick.com យើងចូល megatick.com នេះ megatick.com របស់យើងប៉ុន្តែដោយសារវាមានគេថាប្រភេទ system វាមានខុសៗគ្នាអញ្ចឹងយើងមើលទៅតាមប្រភេទនឹងដែរមិនចេះតែ download ទេអញ្ចឹងបងប្អូនចូលទៅកាន់ Megatick របស់យើងសិនណាយើងមើល system របស់យើងសិនតែជាប្រភេទ system អីគេអញ្ចឹងយើងចូលមកយើង login មកយើងចូល system បន្ទាប់មកយើងចូល resolve នេះយើងចូល resolve មកអញ្ចឹង system របស់យើងប្រភេទx86 នេះឃើញទេបាទអញ្ចឹង x86 version long term យើងមើល long term អញ្ចឹងយើងចូល Megatick website Megatick មកអញ្ចឹងវាមាន long term ហើយនឹង stable ហើយ version 6ដោយសាររបស់យើងមិញហ្នឹង version 6នេះ 6.49.18 បន្ទាប់មកយើង check ទៀតយើង check មើល package សិនថាយើងអាច upgrade បានអត់ data Megatick របស់យើងណាយើង check មើល package ហើយយើង check for update អញ្ចឹងមានន័យថាអត់អាច upgrade បានទេវា long last version នេះ system របស់យើងនឹងវា is already up to date វាអាចឲ្យយើងធ្វើការ upgrade ទៀតទេណាអានេះ install version បច្ចុប្បន្ននេះ last version អញ្ចឹងវាដូចគ្នាមានថាវាអាចupgrade version បានទេ Megatick របស់យើងតែបើវាឲ្យ update version ថ្មីអាហ្នឹងវាដាក់នៅនេះផ្សេងហើយ version ថ្មីហើយអញ្ចឹងដើម្បីប៉ុន្តែនេះខ្ញុំក៏តេស្តឲ្យអ្នកនរគ្នាទេណាយើងចូលមេរៀនអញ្ចឹងនៅពេលហ្នឹងយើង download មកនេះ version បាន6 long term ប្រភេទ x86 អញ្ចឹងយើងយក main package នេះនឹង download main package ហើយយើងចុចកន្លែងនេះមកដើម្បីធ្វើការ download នឹង main package មានតែជាកញ្ចប់ទៅទាំងអស់ហ្មងបានទាំងអស់ហ្មងឬក៏យើង download extra package ក៏បានដែរ extra package អាហ្នឹងយើងមានតែពេលយើងធ្វើការ download ហើយយើងចង់ប្រើ package ណាយើង upload package ហ្នឹងទៅណាយើងអត់ចង់ប្រើទាំងអស់មានន័យថាយើងចង់ប្រើទាំងអស់យើងតម្រូវការមួយណាយើង upload មួយហ្នឹងទៅអញ្ចឹង right click យក extract បើមិន package វាមានទាំងអស់ហើយវាឲ្យយើងរើសហើយអញ្ចឹងយក extract all មកអញ្ចឹងនេះ set the package នៅក្នុងហ្នឹងហើយអញ្ចឹងយើងអាចរើសបានថា package មួយណាដែលយើងចង់ប្រើហើយ package មួយណាដែលយើងអត់ចង់ប្រើអញ្ចឹងបើសិនជា package យើងប្រើតែ10ទេតម្រូវការយើង upload តែ10ទៅអញ្ចឹងដើម្បី upload ដើម្បី upgrade បានយើងចូល file នេះមកបាទតមកនេះវាទាមទារឲ្យយើង upload នេះយើងចុចកន្លែងនេះ upload អញ្ចឹង upload ប្រមាណយើងទាញអញ្ចឹងទៅហើយយើង open មកហេអញ្ចឹងវាចូលនៅក្នុងហ្នឹងហើយបន្ទាប់មកវានឹងធ្វើការឲ្យយើងនឹង reboot system របស់យើងតែបើយើងចាប់ទាញក៏បានដែរឧទាហរណ៍ថានេះរបស់យើងនៅនេះមក login Megatick មកបន្ទាប់មកយើងចង់ទាញវាអញ្ចឹងយើងទាញវាយើង select មកយើងចង់បាន package ប៉ុន្មានចង់បានទាំងអស់ដាក់ទាំងអស់មកហើយយើងទាញវាមកដាក់ចូល plug មកឃើញទេអញ្ចឹងវាកំពុងតែ upload package ឲ្យយើងហើយបន្ទាប់មកចាំយើងធ្វើការ reboot ហើយវានឹងទៅកាន់ system ថ្មីហើយបាទអានេះ restore អានេះ backup អញ្ចឹងយើងចង់ backup package របស់យើងអាចធ្វើការ backup បានដាក់ឈ្មោះដាក់ username អញ្ចឹងទៅតែបើអត់ទេអត់ទៅណាយើងចុច backup ទៅវាអូទៅហើយអញ្ចឹងនៅពេលដែលយើងធ្វើការ backup ឧទាហរណ៍ថាខ្ញុំ backup ខ្ញុំដាក់ don't encrypt ខ្ញុំអត់ encrypt ទេខ្ញុំដាក់ឈ្មោះថា testing ចុះ backup configuration របស់យើង package របស់យើងហ្នឹងអញ្ចឹងវាកំពុងតែ backup ឲ្យយើង
ត់ឃើញ backup ហើយសារ file វាច្រើនពេកអញ្ចឹងមិនដឹងនៅខ្ញុំ backup ទៅនៅកន្លែងណាយើងដកចោលសិននេះនៅពេល file backup នេះនៅពេលយើង backup ហើយយើងទាញវាយើងទាញ file backup របស់យើងនោះដាក់នៅកន្លែងណាក៏បានដែរណាតែខ្ញុំដាក់លើ desktop ចុះនេះចឹងខ្ញុំបាន file backup មួយនេះ testing ចឹងយើងអាចធ្វើការ backup នៅពេលក្រោយបាននៅពេលដែលមតិរបស់យើងវាកាំងវាអីចឹងយើងអាចធ្វើការយក backup file ហ្នឹងយកទៅ restore វិញទៅណាចឹង restore វិញវាអត់ពិបាកទេយើង restore យើងទាញវាចូលវិញបាទនេះអត់មានចឹងយើងដកវាចោលទៅហើយយើងទាញវាចូលចឹងទៅបាទអូខេហើយបន្តមកយើងធ្វើការ restore configuration របស់យើងដល់នេះយើងចូលមេរៀនយើងវិញអូខេមេរៀនយើងដូចអស់ហើយយើងចូលទៅកាន់មេរៀនបន្តទៀតបាទមេរៀនបន្តយើងនិយាយពី router identify អូខេ